អ៊ីរ៉ង់បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើអគារស្ថានីយទូរទស្សន៍រដ្ឋមួយក្នុងរដ្ឋធានីតេហេរ៉ង់កាលពីថ្ងៃច័ន្ទទី16 ខែមិថុនាដោយចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាមហើយអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់ចេញចំណាត់ការជាបន្ទាន់នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ការវាយប្រហារមួយរបស់អ៊ីស្រាអែលកាលពីថ្ងៃច័ន្ទបានធ្លាក់ចំស្ថានីយទូរទស្សន៍ Islamic Republic of Iran Broadcasting ក្នុងពេលពិធីការនីម្នាក់កំពុងអានព័ត៌មានក្រសួងការបរទេសអ៊ីរ៉ង់លោក Ismail Baqi បានគូបញ្ជាក់ដូចនេះថាការវាយប្រហារលើអគាររបស់ IRIB អំឡុងការផ្សាយផ្ទាល់គឺជាទង្វើព្រៃផ្សៃនិងជាឧក្រិដ្ឋកម្មសង្គ្រាមមួយអ្នកនាំពាក្យរួមនេះបន្ថែមថាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវតែធ្វើសកម្មភាពក្នុងពេលឥឡូវនេះដើម្បីបញ្ឈប់ជនឈ្លានពានប្រល័យពូជសាសន៍កុំឲ្យបន្តប្រព្រឹត្តអំពើឃោរឃៅប្រឆាំងប្រជាជនរបស់យើងគួរបញ្ជាក់ថាគិតចាប់ពីថ្ងៃសុក្រសប្តាហ៍មុនមកអ៊ីរ៉ង់បានអះអាងថាមនុស្ស224នាក់ក្នុងនោះរួមមានមេបញ្ជាការយោធាកំពូលអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរនិងជនស៊ីវិលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលខណៈមនុស្ស24នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារសងសឹករបស់អ៊ីរ៉ង់លើអ៊ីស្រាអែលកាលពីថ្ងៃសុក្រសប្តាហ៍មុនបានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើអ៊ីរ៉ង់ដែលក្រមមន្ត្រីអ៊ីស្រាអែលអះអាងថាដើម្បីទប់ស្កាត់កុំឲ្យអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ